បាទយើងឃើញថានៅក្នុងពេលថ្មីៗនេះប្រទេសកម្ពុជារបស់យើងបានសម្រេចដាក់បណ្ដឹងបញ្ហាតំបន់រសើបទាំង4ទៅតុលាការ ICJ នៅថ្ងៃទី15ខែមិថុនាឆ្នាំ2025ចំថ្ងៃខួប63ឆ្នាំកម្ពុជាឈ្នះក្តីប្រសាទព្រះវិហារបាទយើងឃើញថានៅថ្ងៃទី13ខែមិថុនាឆ្នាំ2025កន្លងទៅនេះសម្ដេចបវរថាបតីហ៊ុនម៉ាណែតបានមានប្រសាសន៍ឲ្យដឹងថានៅថ្ងៃទី14ខែមិថុនាឆ្នាំ2025នេះគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃនឹងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល12ឆ្នាំគណៈដែលភាគីកម្ពុជានៅរងចាំការបញ្ជាក់ចំហរបស់ភាគីថៃនៅក្នុងកិច្ចប្រជុំ JBC នៅថ្ងៃទី14នេះផងដែរថាតើថៃនឹងចូលរួមជាមួយកម្ពុជានៅក្នុងការយកបញ្ហានៅតំបន់ទាំង4នេះទៅតុលាការយុត្តិធម៌អន្តរជាតិដែរឬទេនៅក្នុងនោះក៏យើងឃើញថាសម្ដេចនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនបងប្អូនជនរួមជាតិជាថ្មីផងដែរថាបើទោះបីជាភាគីថៃមិនព្រមឬក៏មិនផ្ដល់ចម្លើយប្រទេសកម្ពុជានឹងប្តឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំង4នេះដោយក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិនឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី15ខែមិថុនាស្អែកនេះតែម្ដងបានសូមបញ្ជាក់ផងដែរថាការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិនៅថ្ងៃស្អែកនេះគឺត្រូវនឹងខួបលើកទី63ដែលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេសម្រាប់ឲ្យប្រទេសកម្ពុជារបស់យើងជាម្ចាស់កម្មសិទ្ធិទៅលើប្រាសាទព្រះវិហារថ្ងៃទី15ខែមិថុនាឆ្នាំ1962និងថ្ងៃទី15ខែមិថុនាឆ្នាំ2025បានចឹងព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះគឺសូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន